ចូលដល់ដំណាក់កាលទី2ហើយបន្ទាប់ពីម៉ាម៉ាឲ្យកូនញ៉ាំបន្លែផ្លែឈើចំហុយមួយមុខរួចហើយគឺដល់ពេលធ្វើបបរគ្រប់គ្រឿងប៉ុន្តែបបរគ្រប់គ្រឿងនេះអត់ទាន់ដាក់បន្លែច្រើនមុខទេដាក់តែមួយមុខដូចគ្នាហើយបន្ថែមជាមួយនឹងប្រេងអូលីវនិងម្សៅត្រីល្អិតដំណាក់កាលមួយនេះគឺជាដំណាក់កាលដែលអាចហៅបានថាផ្សំកូនឲ្យចេះញ៉ាំបបរគ្រប់គ្រឿងអញ្ចឹងដំបូងនេះគឺម៉ាម៉ាអត់គួរដាក់បន្លែមិនច្រើនមុខទេដាក់មួយមុខឲ្យគាត់ដូចជាពេលដែលគាត់ញ៉ាំអាហារដំបូងអញ្ចឹងប៉ុន្តែឧទាហរណ៍ថាបើសិនជាបន្លែហ្នឹងគាត់អត់ធ្លាប់ញ៉ាំទេអញ្ចឹងម៉ាម៉ាចំហុយបន្លែហ្នឹងលាយជាមួយនឹងបបរឲ្យគាត់ញ៉ាំរយៈពេល2ទៅ3ថ្ងៃដោយការដែលចាប់ផ្ដើមដំបូងអញ្ចឹងដើម្បីឲ្យគាត់ចាប់រសជាតិនឹងឲ្យច្បាស់ហើយអូនក៏អាចចាប់ផ្ដើមប្រើគ្រឿងទេសដូចជាម្សៅត្រីល្អិតហើយនិងប្រេងអូលីវដែរព្រោះថាអាយុអូនប៉ុណ្នេះគឺត្រូវការជាតិកាល់ស្យូមដើម្បីជំនួយឆ្អឹងជំនួយខួរក្បាលអូនផ្សេងៗជាមួយនឹងប្រេងអូលីវដើម្បីជួយដល់កាពះពោះវៀនអូនពេលដែលចាប់ផ្ដើមអាហារបែប solid food បែបនេះហើយបើសិនជាម៉ាម៉ាមានចម្ងល់អីបន្ថែមឬក៏ចង់បានគ្រឿងទេសសម្រាប់បបរអូនចាប់ពីអាយុ6ខែឡើងអាចឆាតចូលពេកគ្រឿងទេសកុមារ NSP បានណាអរគុណច្រើន